រឿងនំម៉ាណានិងសត្វក្រួចព្រះគម្ពីរនិក្ខម៉ានាំងជំពូក16លោកម៉ូសេអើយលោកម៉ូសេយើងឃ្លានណាស់នៅទីនេះគ្មានអាហារទេកាលនៅស្រុកអេស៊ីបពួកយើងធ្លាប់មានអាហារជាបរិបូរណ៍បើយើងធ្វើជាទាសករនៅទីនោះប្រសើរជាងឲ្យពួកយើងទាំងអស់គ្នាមកស្លាប់ដែលអត់ឃ្លានក្នុងវារហោស្ថាននេះមែនហើយនៅអេស៊ីបយ៉ាងហោចណាស់ក៏មាននំប៉័ងហូបដែរម៉ែខ្ញុំឃ្លានណាស់ម៉ែពួកខ្ញុំមកកោឲ្យម៉ែកុំភ័យអីព្រះអម្ចាស់ទ្រង់នឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នាដោយបង្អុរភ្លៀងពិតណាស់ព្រះអង្គម្ចាស់ស្មោះត្រង់ទ្រង់នឹងផ្គត់ផ្គង់យើងសូមជឿទ្រង់ចុះមើលនោះទៅបាក់ស្អីច្រើនណាស់អូនេះគឺជាសត្វក្រួចព្រះអង្គម្ចាស់បានប្រទានអាហារឲ្យយើងហើយអរព្រះគុណព្រះអង្គទ្រង់យកចិត្តទុកដាក់នឹងយើងមែនទោះនៅទីនេះក៏ដោយនេះគឺជាអីវាតូចដូចជាព្រិលវាផ្អែមដូចជានំប៉័ងរសជាតិទឹកឃ្មុំនេះជានំប៉័ងហៅថានំម៉ាណាដែលព្រះអង្គម្ចាស់បានផ្ដល់ឲ្យអ្នករាល់គ្នាចូលប្រមូលសម្រាប់តែថ្ងៃនេះប៉ុណ្ណោះបានហើយមិនត្រូវឲ្យអ្នកណាម្នាក់ប្រមូលទុកនំម៉ាណានេះសម្រាប់ថ្ងៃស្អែកឡើយបើយើងយកទុកសម្រាប់ថ្ងៃស្អែកខ្លះទៅព្រោះពេលស្អែកប្រហែលជាមិនមាននំទៀតទេអូក្លិនមកពីណាអាក្រក់ម្ល៉េះគឺនំម៉ាណាខូចខ្ញុំបានប្រាប់អ្នកហើយថាព្រះអង្គម្ចាស់នឹងផ្ដល់នំម៉ាណាថ្មីរៀងរាល់ថ្ងៃចូលជឿទ្រង់ទៅរាល់ព្រឹកព្រះបញ្ជូននំម៉ាណាថ្មីឲ្យដល់យើងខ្ញុំមកចូលចិត្តនំនេះណាព្រះអង្គម្ចាស់តែងតែរក្សាពាក្យសន្យារបស់ទ្រង់ជានិច្ចចូលគ្រប់គ្នាចងចាំថាព្រះជាម្ចាស់ផ្គត់ផ្គង់អ្វីគ្រប់យ៉ាងសម្រាប់អ្នកណាដែលជឿនិងស្ដាប់បង្គាប់ទ្រង់